សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញទស្សនារឿងសាកាម៉ូតូបន្តទៀតប៉ុន្តែមុននឹងចាប់ផ្ដើមកុំភ្លេចចុច Subscribe Channel សម្ដេចខេម្នាក់មួយផងអរគុណច្រើនតោះយើងចាប់ផ្ដើមបន្ទាប់ពីអាផាតប្រាប់សាកាម៉ូតូថាពួកអ្នកទោសប្រហែលជាវិលគ្រាន់តែជាល្បិចបន្លំខ្លួនតាក់ទាញទៅ order ប៉ុណ្ណោះសាកាម៉ូតូដឹងថាគោលដៅពិតរបស់អីគឺបំផ្លាញ JAA ដូច្នេះសាកាម៉ូតូស៊ីននិងអាផាតប្រញាប់ទៅកាន់ទីស្នាក់ការ JAA ភ្លាមនៅពេលដែលពួកគេទៅដល់ទីស្នាក់ការ JAA កំពុងរងការវាយប្រហាររួចទៅហើយហ្គាគូដែលជាសមាជិករបស់ក្រុម B ចូលទៅក្នុងអគារដូចជាមនុស្សឈួតហើយសម្រាប់ assassin ជាច្រើនអ្នកគេប្រើអាវុធដ៏ធំ Hammer លាយគ្នាជាមួយនឹងបច្ចេកទេសល្បឿនលឿនធ្វើឲ្យបុគ្គលិក JAA ស្ទើរតែគ្មានឱកាសតបតទៅវិញប៉ុន្តែភ្លាមៗនោះខ្មោចនៃ The Order គឺតាកាមូរ៉ាបានបង្ហាញខ្លួនមកបុរសចំណាស់ម្នាក់មើលទៅស្ងប់ស្ងាត់ប៉ុន្តែគ្រាន់តែដកដាវភ្លាមគាត់អាចកាត់សត្រូវដូចជាក្រដាសហ្គាគូដែលមុននេះសម្លាប់មនុស្សដូចជាស្រមោចក៏ចាប់ផ្ដើមភ័យផងដែរព្រោះតាកាមូរ៉ាខ្លាំងលើសកម្រិតការប្រយុទ្ធរបស់ពួកគេគឺខូខើខ្លាំងមិនត្រឹមតែប៉ុណ្ណោះហ្គាគូត្រូវបានតាកាមូរ៉ាកាត់ម្រាមដៃនិងដៃម្ខាងទៀតផងខណៈពេលអគារកំពុងវឹកវរសាកាម៉ូតូនិងស៊ីនចូលទៅដល់ខាងក្នុងហើយទីបំផុតពួកគេក៏បានជួបអិចដោយផ្ទាល់តែអ្វីដែលធ្វើឲ្យសាកាម៉ូតូភ្ញាក់ផ្អើលខ្លាំងគឺអិចមិនមែនជាមនុស្សអាចកំបាំងធម្មតានោះទេគាត់គឺជាអ៊ូស៊ូគីគឺជាមិត្តចាស់ម្នាក់នៅសម័យ JCC គឺជាសាលាបណ្ដុះបណ្ដាលឃាតករសាកាម៉ូតូស្ទើរតែមិនជឿភ្នែកខ្លួនឯងនោះទេពីព្រោះថាអ៊ូស៊ូគីគឺជាមនុស្សដែលស្ងប់ស្ងាត់មិនសូវមានសមត្ថភាពពិសេសឡើយតែឥឡូវគេខ្លាចជាមេអ ក្រិតជនដែលគ្រប់គ្នាខ្លាចរអាអ៊ូស៊ូគីនិយាយគ្នាជាមួយសាកាម៉ូតូដូចជាមនុស្សស្គាល់គ្នាចាស់ប៉ុន្តែអារម្មណ៍របស់អ៊ូស៊ូគីគឺត្រជាក់ខ្លាំងបន្ទាប់មកអ៊ូស៊ូគីបានវាយប្រហារទៅលើកាន់សាកាម៉ូតូភ្លាមការប្រយុទ្ធនេះបង្ហាញថាអ៊ូស៊ូគីខ្លាំងក្លាណាស់គាត់អាចចាក់ធ្វើឲ្យសាកាម៉ូតូរបួសធ្ងន់ហើយស៊ីនស្ទើរតែមិនអាចជួយទាន់នោះទេនេះគឺជាលើកទី1ដែលយើងឃើញសាកាម៉ូតូត្រូវបានសត្រូវវាយប្រហារខ្លាំងបែបនេះចំណែកស៊ីនវិញគេព្យាយាមចូលទៅជួយប៉ុន្តែអ៊ូស៊ូគីស្ទើរតែសម្លាប់គេទៅហើយនៅវិនាទីចុងក្រោយសាកាម៉ូតូទៅជួយស៊ីនទាន់ពេលវេលាការប្រយុទ្ធនេះបង្ហាញថាអ៊ូស៊ូគីមិនមែនជាមនុស្សធម្មតាទៀតទេហើយគោលបំណងរបស់គេគឺតាក់ទងនឹងអតីតកាលងងឹតរបស់ JAA ដោយសារតែលោកតាកាមូរ៉ាខ្លាំងលើសកម្រិតពេកយូដាដែលជាសមាជិកលាក់ខ្លួនរបស់ក្រុម X បានបន្ទោសអគារនេះទាំងមូលតែម្ដងដែលធ្វើឲ្យមានភាពចលាចលជាខ្លាំងបន្ទាប់ពីរួចផុតពីហេតុការណ៍សាកាម៉ូតូត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយនៅមន្ទីរពេទ្យណាកូម៉ូនិងហេយ៉ូបានមកសួរសុខទុក្ខរបស់សាកាម៉ូតូហើយក៏បានឆ្លៀតសួរព័ត៌មានអំពីអ៊ូស៊ូគីបន្ទាប់ពីការវាយប្រហាររបស់ក្រុម X ទៅលើ JAA ពេលនេះស្ថានភាពរបស់អង្គការអាសាស៊ីនទាំងមូលគឺវឹកវរខ្លាំងអគារ JAA ខូចខាតយ៉ាងខ្លាំងមនុស្សជាច្រើនបានស្លាប់ហើយ The Order កំពុងព្យាយាមស្ដារស្ថានភាពនេះឡើងវិញ CC បាននិយាយថាការវាយប្រហារលើកនេះធ្វើឲ្យ JAA បាត់កម្លាំងជាច្រើនហើយសូម្បីតែក្រុមហ៊ុនរបស់អង្គការក៏ធ្លាក់ចុះផងដែរចំណែកនៅកន្លែងលាក់ខ្លួនរបស់ក្រុម X វិញហ្គាគូកំពុងព្យាបាលរបួសពីការប្រយុទ្ធគ្នាជាមួយនឹងតាកាមូរ៉ារូបគេនៅតែភ័យជាមួយបរិសុទ្ធចំណាស់ម្នាក់នោះព្រោះតាកាមូរ៉ាខ្លាំងអាចដល់ថ្នាក់កាត់អ្វីបានគ្រប់យ៉ាងស្ទើរតែមើលមិនឃើញចលនានោះទេកាឈីម៉ាតបចុះសរសៃប្រសាទនិងព្យាបាលដៃរបស់ហ្គាគូឡើងវិញខណៈអ៊ូស៊ូគីនិយាយថាការវាយប្រហារលើ JAA គឺបរាជ័យប៉ុន្តែពួកគេវិញគឺមិនបោះបង់ផែនការនេះទេចំណែកសាកាម៉ូតូវិញនៅតែគិតអំពីអ៊ូស៊ូគីគេមិនអាចជឿបានថាមិត្តចាស់សម័យ JCC បានខ្លាចជាមេអ ក្រិតជនដល់គ្រោះថ្នាក់បែបនេះហេយ៉ូបានផ្ដល់ឲ្យយោបល់សាកាម៉ូតូទៅស្វែងរកព័ត៌មាននៅ JCC បែងព្រោះនៅទីនោះមានឯកសារចាស់ៗអំពីអ៊ូស៊ូគីនិងសាច់ចំនួនមុនប៉ុន្តែបញ្ហានោះគឺ JCC មិនអនុញ្ញាតឲ្យអ្នកក្រៅចូលនោះទេដូច្នេះសាកាម៉ូតូនិងស៊ីនសម្រាប់ចិត្តចូលរៀនម្ដងទៀតដោយប្រឡង Transfer Exam លូនិងហេស្កេស្វែងរកព័ត៌មានអំពីសាលាហើយនៅពេលដែលអ៊ុយដឹងថាសាកាម៉ូតូចង់ចូលរៀនសាលាឃាតករឡើងវិញអ៊ុយក៏ប្រែមើលទៅឡើងគួរឲ្យខ្លាចតែម្ដងបន្ទាប់មកសាកាម៉ូតូនិងស៊ីនឡើងយន្តហោះដែលជាកន្លែងប្រឡងនៅទីនោះពួកគេបានជួបបេក្ខជនថ្មីៗជាច្រើនអាគីរ៉ាគឺជាក្មេងស្រីសូត្របូប៉ុន្តែមានសមត្ថភាពខ្លាំងម៉ាហ្វូយូក្មេងប្រុសចម្លែកដែលស្ងប់ស្ងាត់អ្នកចុងក្រោយគឺមានឈ្មោះថាជេបរិសុទ្ធដែលកាចសាហាវតែប្រឡងធ្លាក់ជាច្រើនដងនៅក្នុងយន្តហោះមានមនុស្សម្នាក់ឈ្មោះថាមីស៊ូណូរូបគេបានមកប្រកាសនៃច្បាប់ការប្រឡងនេះគឺសាហាវខ្លាំងនៅក្នុងចំណោមអ្នកដំណើរទាំងអស់គឺមាន Examiner ដែលកំពុងលាក់ខ្លួននៅក្នុងយន្តហោះនេះហើយបេក្ខជនទៅស្វែងរកពួកគេឲ្យឃើញនិងដក bullet take ពីខ្លួនរបស់ពួកគេឲ្យបានប៉ុន្តែបញ្ហាអ្នកប្រឡងមិនដឹងថានរណាជា Examiner នោះទេប៉ុន្តែរំពេចនៅក្នុងយន្តហោះក៏បានខ្លាចជាសមរភូមិបេក្ខជនជាច្រើនអ្នកក៏បានចាប់ផ្ដើមវាយប្រហារនិងបាញ់គ្នានិងប្រើអាវុធគ្រប់បែបយ៉ាងស៊ីនក៏បានប្រើសមត្ថភាពអានចិត្តរបស់គេកិច្ចពីការវាយប្រហារខណៈពេលដែលសាកាម៉ូតូព្យាយាមការពារមនុស្សមិនចង់ឲ្យនរណាស្លាប់នៅក្នុងយន្តហោះនោះទេអាគីរ៉ាដែលមើលទៅជាមនុស្សទន់ខ្សោយបែរជាបាញ់កាំភ្លើងច្រឡំទៅគ្រប់ទីកន្លែងដែលធ្វើឲ្យអ្នកប្រឡងជាច្រើនអ្នកគឺបានភ័យនិងរត់ពេញនឹងតែម្ដងសាកាម៉ូតូក៏បានជួយអាគីរ៉ាពីការវាយប្រហារហើយអាគីរ៉ាក៏ចាប់ផ្ដើមគោរពគាត់និងនិយាយថានេះមានរ៉ូម៉ូដែលម្នាក់ដែលជាស្តៀងគាត់ចំណែកឯស៊ីនវិញត្រូវបានប្រយុទ្ធគ្នាជាមួយនឹងម៉ាហ្វូយូមានសមត្ថភាពអាចប្រយុទ្ធលឿននិងចម្លែកខ្លាំងការប្រយុទ្ធរបស់ពួកគេទាំងពីរនាក់គឺលឿនខ្លាំងហើយស៊ីនប្រើ Stopwatch ability របស់គាត់ដើម្បីទប់ទល់បរិយាកាសកាន់តែតានតឹងព្រោះការប្រឡងមិនមែនជាតេស្តធម្មតានោះទេវាហាក់ដូចជាការប្រយុទ្ធស្លាប់រស់ពិតសាកាម៉ូតូក៏ចាប់ផ្ដើមសង្ស័យថាអ្នកប្រឡងមួយចំនួនអាចមានតាក់ទងជាមួយនឹងអ៊ូស៊ូគីនិងអតីតកាលងងឹតរបស់ JCC សម្រាប់រឿងមួយនេះដែរ Admin សូមស្លេះធំនេះសិនបើគិតថារឿងនេះល្អមើលកុំភ្លេចចុច Like និង Subscribe ម្នាក់មួយផងអរគុណច្រើនជូនពរអ្នកទាំងអស់គ្នាសុខភាពល្អបាយបាយ